ថ្ងៃនេះខ្ញុំចង់នាំបងប្អូនទាំងអស់គ្នាទៅជួយគ្នាពិចារណានៅលើប្រយោគមួយហ្នឹងស្ដាប់ទៅរៀងសាមញ្ញប៉ុន្តែអាចនឹងមានន័យជ្រៅនៅក្នុងការពិចារណាហើយនៅក្នុងការគិតប្រយោគមួយហ្នឹងគេសរសេរថាខួរក្បាលគឺជាកាំបិតនៅពេលដែលយើងឮប្រយោគមួយនេះដំបូងប្រហែលជាយើងគិតថាវាគឺជាការប្រៀបធៀបដ៏ចម្លែកមួយត្រូវអត់បងប្អូនខួរក្បាលគឺជាសរីរាង្គខាងក្នុងរបស់មនុស្សហើយកាំបិតគឺជាឧបករណ៍មួយដែលយើងប្រើប្រាស់នៅក្នុងផ្ទះបាយសម្រាប់យកមកហាន់យកមកឆ្កឹះឆ្កៀឬក៏ចាក់វត្ថុអ្វីមួយឬក៏បន្លែផ្លែឈើត្រីសាច់អីចឹងទៅហើយអញ្ចឹងពីរហ្នឹងវាមានតំណែងតំណងមួយគ្នាមិនកើតទៅប៉ុន្តែបើសិនជាយើងគិតឲ្យជ្រៅយើងអាចនឹងមើលឃើញថាមនុស្សជោគជ័យនៅលើពិភពលោកជាច្រើនពួកគេគឺបានប្រើប្រាស់ខួរក្បាលរបស់គេប្រៀបដូចជាកាំបិតដែលហាន់បន្លែផ្លែឈើត្រីសាច់នៅក្នុងផ្ទះបាយដូចគ្នាបងប្អូនហើយខួរក្បាលរបស់ពួកគេត្រូវបានសំលៀងជារៀងរាល់ថ្ងៃដោយរឿងរ៉ាវប្លែកៗនិងការគិតផ្សេងមិនត្រឹមតែសំលៀងទេគឺត្រូវបានថែទាំបានយ៉ាងល្អឥតខ្ចោះទៀតផងជាពិសេសគឺគេប្រើប្រាស់កាំបិតរបស់គេនឹងនៅក្នុងផ្លូវមួយដែលត្រូវហើយខួរក្បាលរបស់យើងគឺដូចគ្នាការសំលៀងខួរក្បាលការសំលៀងកាំបិតសុទ្ធតែមានប្រយោជន៍សម្រាប់ជីវិតរបស់យើងដូចគ្នាបងប្អូនអ្នកវិទ្យាសាស្ត្រផ្នែកខួរក្បាលបានពន្យល់ថាខួរក្បាលមានសមត្ថភាពផ្លាស់ប្ដូរនិងរៀនរឿងថ្មីជានិច្ចតាមរយៈដំណើរការមួយដែលគេហៅថាសមត្ថភាពបង្កើតទំនាក់ទំនងសរសៃប្រសាទថ្មីវាមានន័យថាខួរក្បាលរបស់យើងនៅក្នុងថ្ងៃនេះគឺមិនមែនជាខួរក្បាលដូចគ្នាកាលពី1ឆ្នាំមុនទេដោយសារខួរក្បាលយើងអាចរៀនអ្វីដែលថ្មីបន្ថែមរហូតពី1ឆ្នាំទៅ1ឆ្នាំពី10ឆ្នាំទៅ10ឆ្នាំផងដែររាល់ការអានសៀវភៅហាត់ប្រាណការបរាជ័យការតស៊ូនៅក្នុងជីវិតគ្រប់យ៉ាងអីទាំងអស់ហ្នឹងសុទ្ធតែកំពុងសំលៀងកាំបិតនៅក្នុងខួរក្បាលរបស់យើងផងដែរបងប្អូនគ្រាន់តែថាសំណួរសំខាន់នៅក្នុងថ្ងៃនេះគឺចង់សួរទៀតហើយសួរថាតើបងប្អូនកំពុងសំលៀងកាំបិតរបស់បងប្អូននឹងអត់ឬក៏បងប្អូនកំពុងតែទុកកាំបិតមួយនឹងឲ្យវាឡើងច្រេះចាប់ធម្មតាកាំបិតតែយើងអត់ប្រើគឺវាឡើងច្រេះហើយបងប្អូនសាកសម័យមើលថាបើសិនជាបងប្អូនទៅផ្សារហើយទិញកាំបិតដ៏ល្អឥតខ្ចោះមួយដែលមុតខ្លាំងបំផុតមើលទៅគឺមានដែកអ៊ីណុកថ្លាដៃកាន់ស្អាតតម្លៃហ្នឹងគឺថ្លៃទៀតប៉ុន្តែនៅពេលដែលយើងទិញកាំបិតនឹងហើយយើងយកអាកាំបិតដ៏ល្អរបស់យើងនេះអត់ប្រើការអីទាំងអស់យើងយកទៅបោះវាចោលនៅក្នុងឃ្លាំង10ឆ្នាំ20ឆ្នាំតើវានឹងមានរឿងអីកើតឡើងចំពោះកាំបិតដែលបងប្អូនបានទិញមកនឹងខ្ញុំជឿថាកាំបិតមួយនឹងវាប្រកាសជាឡើងច្រេះចាប់ហើយអាភាពមុតដ៏ល្អឥតខ្ចោះរបស់វានឹងក៏បានបាត់បង់ទៅដែរទោះបីជាមិន 100% ក៏ 50 ទៅ 60% ដូចគ្នាវានឹងលែងមានប្រយោជន៍ហើយវានឹងលែងคล้ายជាកាំបិតមួយដែលគេល្បីថាជាកាំបិតដែលមុតទៀតហើយមនុស្សជាច្រើនគឺកំពុងតែរស់នៅបែបហ្នឹងរាល់ថ្ងៃហ្នឹងយើងមានខួរក្បាលដ៏ល្អឥតខ្ចោះ1 គីឡូ2ខាំនេះប៉ុន្តែពេលខ្លះយើងអត់សូវបានប្រើវាទេយើងអត់អានសភៅយើងអត់សិក្សាយើងអត់សាកល្បងអ្វីដែលថ្មីយើងអត់ដែលសួរសំណួរអីផ្សេងទៅកាន់ខ្លួនឯងទេហើយក៏អត់ដែលហ៊ានដើរចេញពីតំបន់សុវត្ថិភាពនៃជីវិតរបស់យើងអា comfort zone ដែលយើងកំពុងតែនៅនេះយើងជួយចិត្តនៅត្រឹងតែមួយកន្លែងហ្នឹងអញ្ចឹងបន្តិចម្ដងខួរក្បាលរបស់យើងកាំបិតរបស់យើងគឺវានឹងចាប់ផ្ដើមឡើងច្រេះហើយការគិតក៏ចាប់ផ្ដើមស្ពឹកហើយអារម្មណ៍ខ្ជិលគឺកើតមានឡើងចំណែកឯភាពច្នៃប្រឌិតមិននិយាយទេគឺវានឹងបាត់បង់ចេញទៅចាកចេញពីជីវិតរបស់យើងជារៀងរហូតទេហើយនៅពេលនោះដែរអាភាពរីកចម្រើននៅក្នុងដំណើរផ្សងព្រេងរបស់ជីវិតរបស់យើងក៏វាលែងមានដែរពេលខ្លះមនុស្សយើងគឺអត់ចាស់ដោយសារតែអាយុទេប៉ុន្តែចាស់ដោយសារតែយើងឈប់រៀន
ខ្ញុំធ្លាប់ឮពាក្យមួយដែលគេនិយាយថាមិនមែនពាក្យមួយទេឃ្លាមួយដែលគេនិយាយថារៀនថ្ងៃរៀនយប់រៀនអត់ចេះឈប់រៀនរហូតតតែចាស់អញ្ចឹងបើសិនជាយើងឈប់រៀនយើងនឹងគិតថាខ្លួនឯងចាស់ហើយពីព្រោះយើងគិតថាមានតែក្មេងៗទេដែលនៅរៀនធ្វើអត់មនុស្សនៅលើពិភពលោកគឺមាន2ប្រភេទទី1មើលឃើញបញ្ហាហើយនិយាយថាខ្ញុំមិនអាចធ្វើវាបានទេប៉ុន្តែមនុស្សទី2មនុស្សប្រភេទទី2នៅពេលដែលគាត់ឃើញបញ្ហាដូចគ្នាហ្នឹងគាត់ក៏និយាយថាខ្ញុំត្រូវរៀនអីគេខ្លះដើម្បីដោះស្រាយបញ្ហាមួយហ្នឹងបានអញ្ចឹងពីរប្រភេទមួយហ្នឹងបងប្អូនស្ថិតនៅក្នុងប្រភេទមួយណាពីព្រោះប្រភេទនីមួយគឺសុទ្ធតែមានភាពខុសពីគ្នាហើយភាពខុសគ្នាហ្នឹងគឺមិនមែននៅលើសំណាងទេណាបងប្អូនក៏មិនមែនសំដៅទៅលើទ្រព្យសម្បត្តិឬក៏ទីកន្លែងកំណើតភាពកំណើតដែលយើងកើតមកដែរវាស្ថិតនៅលើការប្រើប្រាស់ខួរក្បាលនៃមនុស្សទាំងពីរប្រភេទហ្នឹងខួរក្បាលដែលមុតស្រួចដែលពូកែគឺអាចមើលឃើញផ្លូវដែលអ្នកដទៃមើលអត់ឃើញទេនៅពេលដែលមនុស្សគ្រប់គ្នាមើលទៅឃើញតែជញ្ជាំងយើងអាចមើលឃើញទ្វារដូចនៅក្នុងរឿងចិនណាបងប្អូននៅពេលដែលយើងជាប់ឃុំនៅកន្លែងណាមួយបងប្អូនតែងតែចំណាំឃើញតួឯកគេរកឃើញកលឹះយន្តនេះគេសបញ្ជាក់ឲ្យឃើញថាតើយើងចង់ធ្វើជាតួឯកនៅក្នុងជីវិតពិតអត់បើយើងចង់ធ្វើជាតួឯកនៅក្នុងជីវិតពិតយើងត្រូវតែប្រើខួរក្បាលរបស់យើងនឹងឲ្យពូកែឲ្យលើសគេទើបយើងអាចមើលឃើញពីកលឹះយន្តដែលយើងអាចដើរនឹងបានអាចក្លាយជាតួឯកបាននៅពេលដែលមនុស្សគ្រប់គ្នាមើលឃើញអ្វីគ្រប់យ៉ាងជាវិបត្តិនឹងបញ្ហាយើងបែរជាមើលឃើញថានឹងគឺជាឱកាសនៅពេលដែលគ្រប់គ្នាភ័យខ្លាចយើងបែរជាកំពុងតែរៀនពីរឿងរ៉ាវទាំងអស់នឹងវិញនេះហើយគឺជាអំណាចនៃខួរក្បាលដែលត្រូវបានសម្លៀងជារៀងរាល់ថ្ងៃពីមួយរឿងទៅមួយរឿងសប្តាហ៍យើងមើលឃើញជុំវិញខ្លួនយើងគឺពោពេញទៅដោយការរំខានពី notification របស់ TikTok Facebook ឬក៏ព័ត៌មានផ្សេងៗដែលអត់ចេះឈប់ឈរការផ្ដល់ព័ត៌មានការផ្ដល់ដំណឹងហ្នឹងវាគឺជាសញ្ញារំខានយ៉ាងខ្លាំងទៅលើខួរក្បាលរបស់យើងដូច្នេះខួរក្បាលរបស់យើងវាតែងតែលោតពីមួយរឿងទៅមួយរឿងថ្មីរឿងអ្នកនេះរឿងអ្នកនោះតាមដានជីវិតគេហើយខួរក្បាលរបស់យើងវាពោពេញទៅដោយរឿងរ៉ាវដែលអត់ប្រយោជន៍ច្រើនយើងអត់បានផ្ដោតអញ្ចឹងទៅយើងក៏អត់បានសម្លៀងវាដែរដោយសារយើងយកតែរឿងរ៉ាវដែលអត់បានការយកមកដាក់ចូលក្នុងខួរក្បាលអញ្ចឹងខួរក្បាលហ្នឹងអត់បានសម្លៀងវាចាប់ផ្ដើមคล้ายទៅជាកំបិតមួយដែលអត់មុតដូចគ្នាយើងត្រូវដឹងថាកំបិតវាមិនមែនមុតនៅពេលដែលយើងគ្រាន់តែដាក់លើថ្មសម្លៀងតាម1វិនាទីទៅ2វិនាទីឯងបងប្អូនវាត្រូវការពេលវេលាវាត្រូវការសម្លៀងបន្តបន្ទាប់គ្នាយើងប្រើបានមួយថ្ងៃពីរថ្ងៃយើងសម្លៀងមួយថ្ងៃពីរថ្ងៃក្រោយយើងសម្លៀងទៀតអញ្ចឹងគឺកាន់តែសម្លៀងកំបិតកាន់តែមុតខួរក្បាលដូចគ្នាមិនមែនយើងអានសភៅបាន2ប្រយោគស្រាប់ហើយយើងទៅឆែកទូរស័ព្ទអានបាន3ប្រយោគទៅមើល YouTube ទៅមើលរឿងទៅលេងហ្គេមទៅតាមដាន Facebook អញ្ចឹងខួរក្បាលរបស់យើងវាអត់បានទាន់ចាប់ទិន្នន័យអីបានផងណាព្រោះយើងមកកដប់បដូររឿងរ៉ាវរហូតអញ្ចឹងអត់កើតទេខួរក្បាលយើងវាត្រូវការពេលក្នុងការសម្លៀងហើយកុំអន់ចិត្តបើសិនជាយើងគិតថាមិនបានខ្ញុំតាមអត់ទាន់មិនបានខ្ញុំអត់ចេះអត់ប៉ាកែដូចគេកុំអន់ចិត្តអានឹងវាត្រូវការពេលវេលានៅក្នុងការដុសខាត់ខ្ញុំធ្លាប់សង្កេតទៅលើការផ្លាស់ប្ដូរភាពយឺតយ៉ាវរបស់ខួរក្បាលរបស់ខ្ញុំដូចគ្នាខ្ញុំធ្លាប់ជាមនុស្សដែលគិតអីទៅរហ័សមានន័យថារៀង reflect បន្ទាប់មកខ្ញុំមានគំនិតច្រើនធ្វើអីក៏រហ័សរហួនដែរប៉ុន្តែខ្ញុំបានប្រែក្លាយខួរក្បាលរបស់ខ្ញុំនឹងទៅជាស្ពឹកស្រពន់សុញគំនិតគិតអីក៏អត់ចេញដែររហូតទទួលបានអារម្មណ៍មួយថាចំខ្ញុំទាល់គំនិតម៉េះខ្ញុំសុញម៉េះធ្វើអីក៏អត់បានទៅមុខដែរដោយសារតែខ្ញុំភ្លេចនៅក្នុងការសម្លៀងខួរក្បាលរបស់ខ្ញុំទុកវាចោលពីមួយថ្ងៃទៅមួយថ្ងៃពីមួយថ្ងៃទៅមួយថ្ងៃរហូតខួរក្បាលរបស់ខ្ញុំដុះស្នឹមខ្លាយទៅជាមនុស្សខ្ជិលហើយរស់នៅក្នុងcomfort zone ដែលខ្ញុំតែងតែគិតថាវាជាកន្លែងសុវត្ថិភាពរបស់ខ្លួនឯងខ្ញុំទៅរស់នៅតែកន្លែងហ្នឹងតែពិតកន្លែងហ្នឹងវាមិនទាន់គ្រប់គ្រាន់សម្រាប់យើងទេដោយសារតែវានៅមានរឿងរ៉ាវផ្សេងជាច្រើនទៀតដែលវានឹងកើតមានឡើងបើសិនជាយើងដុសខាត់ខួរក្បាលរបស់យើងខួរក្បាលយើងនឹងគិតឃើញរឿងអីដែលថ្មីបន្ថែមទៀតប៉ុន្តែចុងក្រោយខ្ញុំអាចរកផ្លូវចេញ
ឲ្យខួរក្បាលរបស់ខ្ញុំវិលត្រឡប់មកជាខួរក្បាលមួយដែល reflect ខួរក្បាលមួយដែលពូកែខួរក្បាលមួយដែលរហ័សរហួនគិតអីចេញលឿនវិញគឺខ្ញុំអាចធ្វើឲ្យខ្លួនឯងត្រឡប់មករកអាភាពពូកែរបស់ខ្ញុំវិញបាននៅពេលដែលនិយាយពីការវិវត្តនៃខួរក្បាលរបស់ខ្ញុំពីរហ័សរហួនទៅជាស្ពឹកសពុនពីស្ពឹកសពុនទៅជាពូកែវិញវាមានរឿងរ៉ាវដើមតងរបស់វាចាប់ផ្ដើមពីការចាប់កំណើតនៃជីវិតរបស់ខ្ញុំពីដើមទីចេះវិញខ្ញុំចង់និយាយថាខ្ញុំកើតមកខ្ញុំគឺជាកូនអ្នកផ្សារអញ្ចឹងចង់ខ្ញុំគឺត្រូវតែទៅផ្សារដើម្បីជួយលក់ម៉ែជួយលក់ប៉ាហោស៊ីគឺខ្ញុំត្រូវតែធ្វើរឿងហ្នឹងឯងខ្ញុំអត់អាចគេងនៅផ្ទះម៉ោង10ម៉ោង2 10ថ្ងៃសៅរ៍អាទិត្យសម្រាប់អីគឺខ្ញុំអត់មានអាហ្នឹងទេថ្ងៃឈប់ថ្ងៃសម្រាកគឺខ្ញុំត្រូវតែទៅផ្សារយូរខ្ញុំអាចលួចម៉ែដើរលេងម្ដងក្នុង podcast នេះខ្ញុំអាចនិយាយការពិតបានដោយសារលោកខ្ញុំធំហីតែកាលពីតូចមកខ្ញុំនៅផ្សារតាំងពីខ្ញុំអាយុថា4ឆ្នាំចុះ4ឆ្នាំឡើងគឺខ្ញុំនៅផ្សារហើយខ្ញុំចេះទៅផ្សារជួយលក់ម៉ែរហូតតតែខ្ញុំរៀនចប់ទី12អញ្ចឹងបងប្អូនសាកសម័យមើលជីវិតរបស់ខ្ញុំ10ឆ្នាំជាងខ្ញុំនៅផ្សារខ្ញុំជួបរឿងរ៉ាវផ្សេងគ្នាជាច្រើនខ្ញុំជួបមនុស្សអត់ក្រោមខ្ទង់10000នាក់ពីព្រោះយើងដូរផ្លាស់ប្ដូររហូតអ្នកដំណើរផងអីផងដែលគេទៅកាន់ផ្សារហើយយើងជួបយើងលក់យើងដូរយើងជួបអញ្ចឹងណាហើយខួរក្បាលរបស់ខ្ញុំជារៀងរាល់ថ្ងៃហ្នឹងគឺត្រូវបានវឹកហាត់ដោយការគិតលេខចេញលុយឲ្យភ្ញៀវអស់លុយប៉ុន្មានអ្នកទិញមកទិញអស់ប៉ុន្មានយើងត្រូវការគិតខ្ញុំគិតដល់អត់ចាំបាច់ប្រើ cash show ទេជាពិសេសខែបុណ្យទានភ្ជុំចូលឆ្នាំអីគឺយើងលក់វីវក់ពេញហ្នឹងភាគច្រើនគឺខ្ញុំអត់សូវការប្រើ cash show ទេយើងកលែកទៅយើងគិតប៉ុណ្នេះបូកអស់ម៉ានម៉ឺនហើយជាវ៉ាន់ចាប់រួយបងប្អូនដឹងហើយគឺច្រើនមុខខ្លាំងតែពេលហ្នឹងខ្ញុំទៅសើចខ្លួនឯងថាម៉េចបានខ្ញុំខួរក្បាលហ្នឹងគឺវា reflect ខាងម៉េះតាមពិតគឺដោយសារតែខួរក្បាលរបស់ខ្ញុំហ្នឹងវាវឹកហាត់ពីមួយថ្ងៃទៅមួយថ្ងៃតាំងពី4ឆ្នាំជាងឡើងរហូតដល់តែ10ឆ្នាំជាងគឺខ្ញុំនៅក្នុងផ្សារខ្ញុំលក់ដូរខ្ញុំគិតអ្វីដែលអត់ចាំបាច់ប្រើ cash show ខ្ញុំជួបមនុស្សច្រើនខ្ញុំឃើញរឿងរ៉ាវប្លែកនៅក្នុងជីវិតច្រើនអញ្ចឹងវាខួរក្បាលរបស់ខ្ញុំហ្នឹងគឺវាត្រូវបានដោះខាត់ពីមួយថ្ងៃទៅមួយថ្ងៃពីមួយថ្ងៃទៅមួយថ្ងៃរហូតចឹងវាធ្វើឲ្យខួរក្បាលយើងនឹងកាន់តែពូកែហើយយើងគិតអីក៏ចេញលឿនយើងគិតអីក៏រហ័សពេលខ្លះគេថាមកពីសែនខ្ញុំថាអត់ទេមិនមែនមកពីសែនទេគឺវាមកពីអាការដែលម៉ែចេឲ្យខ្ញុំទៅជួយលក់គាត់រាល់ថ្ងៃនឹងហើយទៅធ្វើឲ្យខួរក្បាលរបស់ខ្ញុំនឹងពូកែបែបហ្នឹងអញ្ចឹងខ្ញុំត្រូវអរគុណការដាស់តឿនការជេររបស់ម៉ែខ្ញុំទើបខ្ញុំមានថ្ងៃនេះដែលខួរក្បាលគិតអីចេញពូកែអញ្ចឹងទៅគ្រប់យ៉ាងវាមានហេតុផលរបស់វាបងប្អូនអញ្ចឹងកំឡុង10ឆ្នាំជាងដែលខ្ញុំនៅផ្សារគឺខួរក្បាលរបស់ខ្ញុំប្រកែគិតអីក៏លះលហួនខ្ញុំទៅរៀនខ្ញុំធ្វើអីខ្ញុំក៏ reflect ដែរខ្ញុំឆាប់ចាប់បានហ្មងវាអាចនឹងមកពី IQ ដែរក៏តាមនឹងទៅតែខ្ញុំជឿថាគឺសុទ្ធតែមកពីការវឹកហាត់ខួរក្បាលរាល់ថ្ងៃទេអាហ្នឹងគឺនៅពេលដែលខួរក្បាលខ្ញុំរហ័សប៉ុន្តែនៅពេលដែលខ្ញុំចូលដល់វ័យចូលរៀនសកលខួរក្បាលខ្ញុំបានផ្លាស់ប្ដូរពីអាភាពរហ័សខ្លាយទៅជាស្ពឹកស្រពន់គិតអីលែងសូវចេញអត់មានគំនិតនៅក្នុងការធ្វើអីដោយសារមូលហេតុខ្ញុំដឹងតែខ្ញុំទៅរៀនហើយខ្ញុំចេញខ្ញុំក៏ទៅធ្វើការជីវិតខ្ញុំពីមួយថ្ងៃទៅមួយថ្ងៃគឺមានតែរឿងដដែលអ្វីដែលបាក់ខ្ញុំអត់ធ្វើអ្វីដែលខ្ញុំអត់ចូលចិត្តខ្ញុំអត់ធ្វើហើយអត់មានណាគេមកបង្ខំអត់មានណាគេមកជំរុញអីខ្ញុំដោយសារខ្ញុំនៅបំពេញតែឯងខ្ញុំមករៀនតែឯងតែបងខ្ញុំទៅធ្វើការនៅស្រុកវិញបាត់អញ្ចឹងយើងធ្វើតែរឿងដដែលរាល់ថ្ងៃហើយយើងនៅតែអាកន្លែង comfort zone របស់យើងហ្នឹងតែយើងភ្លេចគិតថាពីមួយថ្ងៃទៅមួយថ្ងៃខ្ញុំធ្វើបានតែរឿង 3-4 មុខទេហើយ 3-4 មុខហ្នឹងវាបន្តរហូតដល់ទៅ 3-4 ឆ្នាំអញ្ចឹងអាខួរក្បាលរបស់យើងដែលធ្លាប់មួយថ្ងៃយើងគិត100មុខមកធ្វើត្រឹមតែមួយថ្ងៃយើងគិតបានថា5មុខទេអញ្ចឹងសួរថាខួរក្បាលយើងវាវិវត្តទៅមុខឬក៏ថយក្រោយបងប្អូនខួរក្បាលខ្ញុំប្រកាសជាដាក់លេខអាយ៉ែថយក្រោយជាក់ជាមិនខានហើយដល់ពេលយូរទៅខ្ញុំចាប់ផ្ដើមគិតអីឡើង reflect ចង់និយាយថាគ្រាន់តែ 10000 20000 40000 50000អីបន្តិចបន្តួចបូកចូលគ្នាយើងទៅទិញអីនៅផ្សារហ្នឹងក៏ខ្ញុំគិតអត់ឃើញថាអូអាហ្នឹងត្រូវស្មើម្ហានដែរខ្ញុំត្រូវចំណាយពេលយូរនៅក្នុងការហៅនឹកអាហ្នឹងឡើងមកហើយក៏លែងមានគំនិតនៅក្នុងការធ្វើអីថ្មីចាប់ផ្ដើមមានអារម្មណ៍មួយថាហឺអត់ដឹងធ្វើអីទេធ្វើតែរឿងដែលរហងៃហ្នឹងទៅតែនៅពេលដែលថ្ងៃមួយមានរឿងរ៉ាវកើតឡើងនៅក្នុងជីវិតរបស់ខ្ញុំចាប់ផ្ដើម
គេងគិតថាហាខ្ញុំមិនក៏បដ ாய் ខ្លួនឯងឲ្យទៅជាអញ្ចឹងខ្ញុំជាមនុស្សមួយដែលឃើញអីត្រូវឆ្លើយតបវាលឿនហេតុអីក៏ខ្លាចជាមនុស្សដែលដូចសត្វ slow អញ្ចឹងខ្ញុំក៏គិតថាខ្ញុំមិនអាចបន្តឲ្យជីវិតរបស់ខ្ញុំបែបហ្នឹងបានទេខ្ញុំក៏ចាប់ផ្ដើមឈានជើងដើរចេញពីអាកន្លែងដែលខ្ញុំនៅរាល់ថ្ងៃអាតំបន់ដែលខ្ញុំគិតថាជារឿងរ៉ាវដែលយើងធ្វើមានសុវត្ថិភាពសកម្មភាពដែលហ្នឹងយើងឈានជើងចេញពីអាកន្លែងហ្នឹងនៅពេលដែលខ្ញុំឈានជើងចេញពីអាហ្នឹងខ្ញុំចាប់ផ្ដើមធ្វើអ្វីមួយថ្មីបន្ថែមដើម្បីឲ្យខួរក្បាលរបស់ខ្ញុំហ្នឹងវារដាស់ឡើងមកវិញហើយអត់យូរម៉ានទេបងប្អូនត្រឹមតែ1ឆ្នាំ2ឆ្នាំ3ឆ្នាំចុះគឺវាចាប់ផ្ដើមអាប់ដេតទៅមុខម្ដងឡើងទៅវិញគឺខ្ញុំចំណាយពេលសំលៀងខួរក្បាលរបស់ខ្ញុំនឹងឡើងមកវិញទៅរយៈពេល 2-3 ឆ្នាំខ្ញុំក៏ដូចflashback បកថយក្រោយអញ្ចឹងគឺคล้ายទៅជាខួរក្បាលមួយដែល reflect ឡើងវិញទោះបីជាយើងមិន reflect ដូចជំនាន់យើងនៅក្មេងហ្មងប៉ុន្តែគឺយើងមិនមែនជាខួរក្បាលមួយដែលស្ពឹកខួរក្បាលដែលដុះផ្សិតទេមិនមែនជាអញ្ចឹងទៀតទេអញ្ចឹងដំណើរនៃការផ្លាស់ប្ដូរខួរក្បាលរបស់ខ្ញុំហ្នឹងគឺវាប្រៀបធៀបដូចជាប្រធានបទនៅក្នុងថ្ងៃនេះដែលយើងនិយាយគ្នាថាខួរក្បាលគឺជាកំបិតនឹងឯងដោយសារតែខ្ញុំអត់បានប្រើខួរក្បាលដោយសារតែខ្ញុំអត់យកខួរក្បាលខ្ញុំមកគិតមកវិភាគវិនិច្ឆ័យលើរឿងរ៉ាវថ្មីលើអ្វីដែលកើតឡើងទៅធ្វើឲ្យខួរក្បាលរបស់ខ្ញុំហ្នឹងវាស្ពឹកសពុនក៏ប៉ុតខ្ញុំមាន tips ខ្ញុំមានកលឹះនៅក្នុងការចែករំលែកទៅលើការអនុវត្តនិងការប្រើប្រាស់ខួរក្បាលរបស់យើងណាបើសិនជាបងប្អូនគិតថាបងប្អូនកំពុងតែមានអារម្មណ៍ថាខួរក្បាលយើងរៀងស្ពឹកយើងធ្វើអីអត់សូវទាន់គេយើងធ្វើអត់សូវលះលហួនយើងធ្វើអត់សូវប្រកែអីហ្នឹងណាបងប្អូនអាចអនុវត្តតាមវិធីសាស្ត្ររបស់ខ្ញុំបានខ្ញុំអត់ធានាថាវានឹងជោគជ័យ 100% ទេប៉ុន្តែវាអាចនឹងជួយឲ្យយើង better ហើយបងប្អូនគិតថាយុទ្ធសាស្ត្រល្អក៏ធ្វើទៅតែបើអត់ក៏អត់ទៅចំណុចទី1ដែលខ្ញុំធ្វើហ្នឹងគឺដូចខ្ញុំនិយាយមុនហ្នឹងឈានជើងចេញពីសកម្មភាព comfort zone របស់យើងបើយើងគិតថាសកម្មភាពរងថ្ងៃរបស់យើងនឹងធ្វើតែរឿង3ទេអញ្ចឹងយើងត្រូវហ៊ានឈានជើងដើរចេញពីអារឿងរ៉ាវ3ហ្នឹងទៅធ្វើអារឿងទី4មួយទៀតដូចជាអ្វីក៏បានដែរទៅអានសៀវភៅថ្មីមួយទៀតទៅរៀនអីថ្មីមួយទៀតទៅហាត់ប្រាណក៏បានឬក៏ទៅធ្វើអ្វីដែលថ្មីក្រៅពីរឿងរ៉ាវទី3ដែលយើងបានធ្វើរងថ្ងៃនេះអញ្ចឹងយើងឈានជើងចេញពីអាសកម្មភាពមួយហ្នឹងអាហ្នឹងវិធីសាស្ត្រទី1ដែលខ្ញុំធ្វើវិធីសាស្ត្រទី2អានសៀវភៅឲ្យបានច្រើនសៀវភៅអីក៏បានដែរទោះបីជាអ្នកចូលចិត្តអានសៀវភៅប្រឡោមលោកក៏អានទៅបើអ្នកចូលចិត្តអានសៀវភៅបែបបំណិនជីវិតបែបគន្លឹះយុទ្ធសាស្ត្រវិធីសាស្ត្រអីគឺអានទៅពេលដែលយើងអានសៀវភៅច្រើនវាធ្វើឲ្យខួរក្បាលរបស់យើងរត់ដូចយើងកំពុងតែដុសថ្មសំលៀងកបិតរបស់យើងដូចគ្នាផងដែរអញ្ចឹងពេលខ្លះយើងបើសិនយើងដូចខ្ញុំនិយាយអញ្ចឹងបើយើងចិត្តអានសៀវភៅប្រឡោមលោកក៏បានដែរយើងគ្រាន់តែអានហ្នឹងក៏ធ្វើឲ្យខួរក្បាលយើងអាចរត់បានដែរអញ្ចឹងការអានសៀវភៅគឺជួយខ្លាំងទៅលើខួរក្បាលរបស់យើងឲ្យវាមានរដាស់ឡើងវិញកុំឲ្យម៉ាស៊ីនហ្នឹងវាវាស្អុយវាជប់ដំណើរឲ្យការបងប្អូនហ្នឹងហើយអាហ្នឹង step ទី2ដែលខ្ញុំធ្វើទី3គឺបងប្អូនសាកល្បងហាត់ប្រាណបើសិនជាអ្នកដែលចូលចិត្តហាត់ប្រាណការហាត់ប្រាណនៅពេលដែលយើងហាត់ប្រាណគឺខួរក្បាលយើងស្រឡះដោយសារវាអាចមិនដឹងថាមកពីប្រព័ន្ធសរសៃទៅសងសរសៃឈាមយើងផងអីផងអាហ្នឹងខ្ញុំអត់ដឹងទេផ្នែកពេទ្យប៉ុន្តែនៅពេលដែលយើងហាត់ប្រាណខួរក្បាលយើងស្រឡះគឺយើងអាច focus ទៅលើអីមួយយើងគិតតាកំពុងតែហាត់ប្រាណនេះអញ្ចឹងរឿងរ៉ាវថ្មីវាអាចលេចចេញមកអញ្ចឹងការហាត់ប្រាណគឺជួយឲ្យខួរក្បាលរបស់យើងនឹងស្រឡះហើយវាអាចនឹងធ្វើឲ្យយើងគិតឃើញអីថ្មីនឹងក៏ជាដំណើរការនៃខួរក្បាលរបស់យើងដូចគ្នាផងដែរអានេះខ្ញុំរាប់ត្រួសគឺមាន3រឿងរ៉ាវហ្នឹងដែលខ្ញុំធ្វើដោយសារតែក្នុងជីវិតរបស់ខ្ញុំក៏អត់សូវមានសកម្មភាពច្រើនបានដែរតែរឿងរ៉ាវទាំង3នេះយើងអាចធ្វើបានដោយយើងអត់ចំណាយលុយដែលយើងអត់ចាំបាច់ចេញទៅក្រៅក៏បានដែរយើងគ្រាន់តែនៅផ្ទះយើងមានសៀវភៅណាក៏យើងបើកអានអញ្ចឹងទៅយើងហាត់ប្រាណតែនៅក្នុងបន្ទប់ឬក៏នៅក្នុងផ្ទះឬក៏អីក៏បានសកម្មភាពទាំងអស់ហ្នឹងគឺសុទ្ធតែជាសកម្មភាពងាយហើយអាចធ្វើឲ្យជីវិតយើងមានរឿងរ៉ាវថ្មីចូលមកក្នុងជីវិតបានដូចគ្នាបងប្អូនហើយមួយទៀតអ្វីដែលកុំតាមដានរឿងអត់ប្រយោជន៍នៅក្នុងសង្គមនៅក្នុង social media ច្រើនពេក TikTok Facebook អីហ្នឹងកាត់បានកាត់ទៅរឿងរ៉ាវដែលអត់ប្រយោជន៍ណាគេឆ្លោះគ្នារឿងគ្រួសារណាគេហ្នឹងកាត់ចេញឲ្យអស់ទៅពីព្រោះរឿងទាំងអស់ហ្នឹងដាក់មកនាំតែ full memory ខួរក្បាលរបស់យើងឯង
កាត់វាចោលយើងទុកខួរក្បាលរបស់យើងស្ដាប់នៅអ្វីដែលមានប្រយោជន៍ដូចជា podcast បិទរួមផ្លូវអីចឹងទៅណាអូខេខ្ញុំនិយាយលេងឡើងនេះហេមុនពេលដែលបញ្ចប់ podcast នៅក្នុងអេពីសូតមួយនេះខ្ញុំចង់ឲ្យបងប្អូនចងចាំប្រយោគមួយដែលយើងនិយាយនៅក្នុងវីដេអូរបស់យើងថាខួរក្បាលគឺជាកាំបិតបើសិនជាបងប្អូនសំលៀងវាហើយបងប្អូនបើកផ្លូវឲ្យវាដើរចេញទៅអញ្ចឹងគឺខួរក្បាលរបស់បងប្អូននឹងដើរបានកាន់តែឆ្ងាយហើយកាបិតរបស់បងប្អូនមួយហ្នឹងក៏វាអត់ឡើងជ្រេះដែរបងប្អូនត្រូវហ៊ានដើរចេញពីតំបន់ដែលបងប្អូនកំពុងតែគិតថាវាមានសុវត្ថិភាពអានេះគឺជាន័យធៀបឯណាគឺដើរចេញពីសកម្មភាពដែលយើងធ្វើរាល់ថ្ងៃហ្នឹងឯងបងប្អូនសាកល្បងឲ្យខ្លួនឯងឈានជើងចេញពីតំបន់ហ្នឹងទៅហើយបន្តដំណើរទៅលើផ្លូវថ្មីគឺសំដៅទៅលើការធ្វើសកម្មភាពថ្មីហ្នឹងឯងបើសិនជាបងប្អូនប្រើខួរក្បាលដ៏ល្អឥតខ្ចោះរបស់បងប្អូនមួយនេះត្រូវផ្លូវគឺវានឹងបង្កើតអនាគតហើយវានឹងបង្កើតរឿងល្អចូលមកក្នុងជីវិតរបស់បងប្អូនប៉ុន្តែបើយើងប្រើវានៅក្នុងផ្លូវខុសខួរក្បាលនឹងក៏អាចបំផ្លាញអនាគតរបស់បងប្អូនដែររាល់ថ្ងៃអ្នកដែលអានអ្នកដែលរៀនអ្នកដែលហ៊ានធ្វើរឿងពិបាកហើយអ្នកដែលបន្តសកម្មភាពទោះបីហត់នឿយប៉ុណ្ណាក៏ដោយក៏នៅតែបន្តហ្នឹងណាអាហ្នឹងគឺស្មើនឹងយើងកំពុងតែសំលៀងកំបិតដ៏មានតម្លៃបំផុតនៅក្នុងជីវិតរបស់យើងហ្នឹងឯងតែមិនមែនជាកំបិតនៅក្នុងផ្ទះបាយដែលយើងយកមកហាន់បន្លែត្រីសាច់ទេគឺជាកំបិតដែលស្ថិតនៅក្នុងក្បាលរបស់យើងនេះគឺជាខួរក្បាលនឹងឯងហើយថ្ងៃណាមួយនៅពេលដែលបងប្អូនកលែកមើលជីវិតរបស់ខ្លួនឯងបងប្អូននឹងដឹងថាជោគជ័យវាអត់បានកើតឡើងដោយចៃដន្យទេគ្មានរឿងជោគជ័យចៃដន្យណាកើតឡើងមានច្រើនគ្រប់គ្នាទេបងប្អូនគឺវាកើតឡើងដោយសារតែការខំប្រឹងសំលៀងខួរក្បាលរបស់យើងអត់ឈប់ឈរជារៀងរាល់ថ្ងៃនឹងហើយគិតនៅក្នុងចំណុចដែលគិតណាកុំគិតគ្រប់រឿងគ្រប់រាវប្រមូលរឿងរាវទាំងអស់យកមកគិតនឹងអត់កើតទេខ្លាយទៅជាគួតឡូវហើយចឹងអាចធ្វើចឹងបានទេណាគឺយើងគិតតែរឿងណាដែលមានប្រយោជន៍គិតនៅក្នុង step ណាដែលយើងអាចគិតទៅបានហើយអញ្ចឹងនៅក្នុងអេពីសូតមួយនេះខ្ញុំសង្ឃឹមថាបងប្អូននឹងទៅដុសខាត់កំបិតរបស់យើងទាំងអស់គ្នាសំលៀងវាឲ្យមុតទាំងអស់គ្នាចាំជួបគ្នានៅក្នុង podcast មិត្តរួមផ្លូវនៅក្នុងអេពីសូតក្រោយទៀតអរគុណច្រើនជម្រាបលាបងប្អូន